សំណួរចម្លើយរូបវិទ្យាត្រៀមប្រឡងបាក់ឌុបអញ្ចឹងលោកគ្រូមាន4សំណួរហើយសំណួរទី1នេះគេសួរថាតើ transformator ប្រើសម្រាប់ធ្វើអ្វីបាទចឹងនៅក្នុងមេរៀនចរន្តឆ្លាស់ណាចំណុចចុងក្រោយនៃមេរៀនចរន្តឆ្លាស់បាទតើ transformator ប្រើសម្រាប់ធ្វើអ្វីវាមានប៉ុន្មានប្រភេទបាទ transform នោះមានប៉ុន្មានប្រភេទចូលគូសបញ្ជាក់ទម្រង់របស់ transform បាទគេឲ្យយើងគូសរូបបញ្ជាក់អំពីទម្រង់របស់ transform ឬក៏ transformator នឹងឯងបាទអញ្ចឹងតើ transform ប្រើសម្រាប់ធ្វើអីបាទចម្លើយ transformator ឬក៏យើងហៅកាត់ថា transform ហ្នឹងគឺគេប្រើសម្រាប់ដំឡើងឬដំហោយតង់ស្យុងឆ្លាស់ដំឡើងមានន័យថាដំឡើងពីទាបទៅខ្ពស់ហើយដំហោយគឺដំហោយពីខ្ពស់មកទាបវិញហើយវាដំណើរការតែជាមួយនឹងប្រភពតង់ស្យុងឆ្លាស់ទេណាបាទហើយ transform មាន2ប្រភេទអូនត្រូវចាំមាន2ប្រភេទគឺសួក Volter បាទសួក Volter ហ្នឹងគឺជា transform ប្រើសម្រាប់ដំឡើងតង់ស្យុងហើយនឹង Su Volter បាទអញ្ចឹងមាន2ប្រភេទហ្នឹងណាបាទហើយ Su Volter ហ្នឹងគឺជា transform ប្រើសម្រាប់ដំហោយតង់ស្យុងសំណួរបន្ទាប់គេឲ្យយើងគូររូបបញ្ជាក់បាទអញ្ចឹងទម្រង់ transform យើងគូររូបប៉ុណ្ណេះមកបានហើយបាទយើងអាចគូសចំនួនស្ពាននៅរបួងបឋមច្រើនជាងមធ្យមក៏បានរបួងមធ្យមច្រើនជាងរបួងបឋមក៏បានអាហ្នឹងគឺគេហៅថាទម្រង់ទូទៅនៃ transform ឬក៏ transformator បាទអញ្ចឹងយើងគូសប៉ុណ្ណឹងមកសំណួរទី2ដោយបដិដែលហៅថាបំលែង thermodynamic បាទបំលែង thermodynamic នេះគឺខានចេញប្រឡងបាក់ឌុបច្រើនឆ្នាំដែរអញ្ចឹងយើងអាចមើលវាបាទអញ្ចឹងឆ្លើយថាម៉េចបំលែង thermodynamic បាទដែលហៅថាបំលែង thermodynamic គឺជាបំលែងដែលប្រព័ន្ធបដូរតែកាម៉ុននិងកម្ដៅជាមួយមជ្ឈដ្ឋានក្រៅតែប៉ុណ្ណោះបាទគឺស្រួលឆ្លោតណាបំលែង thermodynamic គឺជាបំលែងដែលប្រព័ន្ធបដូរតែអីបាទគឺបដូរតែកាម៉ុននិងកម្ដៅជាមួយមជ្ឈដ្ឋានក្រៅតែប៉ុណ្ណោះបាទនេះគឺសំណួរទី2សំណួរទី3ដូចម្ដេចដែលហៅថាបាតុភូតអាំងដូចុងអេឡិចត្រូម៉ាញ៉េទិកបាទមករយៈក្រោយនេះគឺចេញតែបាតុភូតអូតូអាំងដូចុងឥឡូវនេះលោកគ្រូលើកយកបាទបាតុភូតអាំងដូចុងអេឡិចត្រូម៉ាញ៉េទិកវិញបាទអញ្ចឹងយើងឆ្លើយថាម៉េចឬក៏គេអាចសួរថាតើបាតុភូតអាំងដូចុងអេឡិចត្រូម៉ាញ៉េទិកកើតមាននៅពេលណាបាទអញ្ចឹងចម្លើយយើងគឺដូចគ្នាទេបាទបាតុភូតអាំងដូចុងអេឡិចត្រូម៉ាញ៉េទិកគឺជាបាតុភូតដែលកើតមាននៅពេលណាបាទគឺកើតមាននៅពេលមានបំរែបំរួលផ្លុចម៉ាញ៉េទិកឆ្លងកាត់បូប៊ីនបាទអញ្ចឹងបាតុភូតអាំងដូចុងអេឡិចត្រូម៉ាញ៉េទិកវាកើតមាននៅពេលដែលមានបំរែបំរួលផ្លុចម៉ាញ៉េទិកឆ្លងកាត់បូប៊ីនបាទឬក៏យើងឆ្លងកាត់ circuit ដែលមានបូប៊ីនណាបាទចូលដល់សំណួរទី4តើច្បាប់លិនប្រើសម្រាប់ធ្វើអ្វីចូលពោលច្បាប់លិនដើម្បីកំណត់ទិសដៅចរន្តអង្គវីបាទអញ្ចឹងសំណួរទី2នេះដូចជាចម្លើយសម្រាប់សំណួរដំបូងបាទអញ្ចឹងចម្លើយរបស់យើងគឺច្បាប់លិនបាទច្បាប់លិនប្រើសម្រាប់កំណត់ទិសដៅចរន្តអង្គវីហើយគេឲ្យយើងពោលច្បាប់លិនអញ្ចឹងកាលណាគេឲ្យយើងពោលច្បាប់លិនគឺពោលច្បាប់ទាំងពីរណាយើងអាចពោលចូលគ្នាក៏បានឬក៏ពោលដាច់ពីគ្នាក៏បានដែរបាទឥឡូវគ្រូបង្ហាញដាច់ពីគ្នាចុះច្បាប់ទី1ណាចរន្តអង្គវីមានទិសដៅយ៉ាងណាឲ្យផលរបស់វាប្រឆាំងនឹងបុព្វហេតុអ្នកឲ្យកំណើតវាអញ្ចឹងចរន្តអង្គវីមានទិសដៅយ៉ាងណាឲ្យផលរបស់វាប្រឆាំងនឹងបុព្វហេតុអ្នកឲ្យកំណើតវាហើយច្បាប់ទី2ចរន្តអង្គវីហ្នឹងវាបង្កើតដែនម៉ាញ៉េទិកថ្មីមួយបាទចរន្តអង្គវីគឺបង្កើតដែនម៉ាញ់ទិកថ្មីមួយដើម្បីអី
គឺដើម្បីប្រឆាំងនឹងបំរែបំរួលភ្លុចដែលឆ្លងកាត់វាបាទអញ្ចឹងច្បាប់លិនទាំងពីរគឺយើងត្រូវចេះពោលទាំងពីរប៉ុន្តែបើគេឲ្យយើងកំណត់ទិសដៅចរន្តអាំងវីក្នុងបូប៊ីនណាមួយយើងប្រើច្បាប់លិនទី1ក៏បានច្បាប់ទី2ក៏បានណាតែបើគេឲ្យពោលត្រូវតែចេះពោលទាំងពីរហ្នឹងបាទអញ្ចឹងយើងចប់ប៉ុណ្ណឹង